បាទគ្រូជំរាបសួរដល់បងប្អូននិងមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំសូមធ្វើជាវីដេអូមួយដែលវីដេអូនោះគឺខ្ញុំនឹងធ្វើការបង្ហាញអំពីរបៀបការប្លុកនៅពាក្យពេចន៍មិនល្អដែលយើងអាចធ្វើការប្លុកនៅក្នុង channel YouTube របស់យើងដើម្បីនៅពេលដែលយើងធ្វើការ post វីដេអូក៏ដូចជាការ live នៅវីដេអូនៅក្នុង channel YouTube ដើម្បីកុំឲ្យ viewer ឬក៏អ្នកទស្សនាធ្វើការ comment នៅពាក្យពេចន៍មិនសមរម្យចូលមកក្នុង channel YouTube របស់យើងហើយមួយវិញទៀតខ្ញុំនឹងធ្វើការបង្ហាញអំពី link text ដែលតើតើនឹង link text នេះគឺយើងអាចបិទនៅពាក្យការប្រើប្រាស់នៅ hashtag ក៏ដូចជា website ដែលគាត់បានធ្វើការ copy link text តាមរយៈការ comment ចូលទៅក្នុង channel YouTube របស់យើងក៏ដូចជានៅក្នុង channel ដែលយើងកំពុងតែធ្វើការ live ឬក៏យើងកំពុងតែធ្វើការ post វីដេអូនៅក្នុង channel YouTube របស់យើងបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរសូមបងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នាអាចធ្វើការតាមដាននៅការបង្ហាញរបស់ខ្ញុំតាមរយៈវីដេអូមួយនេះហើយមួយវិញទៀតតទៅនឹងការប្លុកពាក្យពេចន៍នៅក្នុង channel YouTube គឺខ្ញុំសូមធ្វើការប្រើប្រាស់នៅ ChatGPT ដើម្បីរៀបចំនៅពាក្យពេចន៍មួយចំនួនដែលពាក្យពេចន៍អាភាសឬក៏ពាក្យពេចន៍ដែលមិនសមរម្យដើម្បីជួយសម្រួលទៅលើពាក្យពេចន៍ទាំងនេះដើម្បីឲ្យខ្ញុំងាយស្រួលនៅក្នុងការប្លុកនៅក្នុង channel YouTube របស់ខ្ញុំផ្ទាល់តែម្ដងបាទអញ្ចឹងនេះគឺខ្ញុំមុននឹងយើងធ្វើការប្លុកនៅពាក្យពេចន៍ទាំងនេះគឺយើងត្រូវធ្វើការចូលទៅក្នុង channel YouTube បាទអញ្ចឹងគឺខ្ញុំសូមធ្វើការចូលទៅក្នុង channel YouTube របស់ខ្ញុំបន្ទាប់មកទៀតគឺខ្ញុំត្រូវរកមើលនៅពាក្យយល់វីដេអូបាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះបងប្អូនត្រូវធ្វើការ scroll ចូលក្រោមបន្ទាប់មកទៀតគឺយើងត្រូវរកមើលនៅពាក្យ setting បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះគឺខ្ញុំសូមបង្ហាញនៅត្រង់កន្លែងពាក្យcommunity moderation បាទអញ្ចឹងនៅត្រង់កន្លែងនេះបងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នាគឺខ្ញុំសូមបង្ហាញនៅត្រង់កន្លែងពាក្យ link text បាទអញ្ចឹងនៅត្រង់កន្លែងពាក្យ link text នេះបងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នាអាចធ្វើការកំណត់បានដោយសារខ្ញុំប្រើប្រាស់នៅត្រង់ចំណុចកន្លែងនេះ link text គឺជាជម្រើសសម្រាប់ទប់ស្កាត់មតិយោបល់ឬក៏ hashtag ឬក៏ URL ដូចជា hashtag ឧទាហរណ៍ដូចជាតទៅនឹងការដាក់នៅ follow ដូចបងប្អូនមួយចំនួននៅពេលដែលយើងប្រើប្រាស់នៅ hashtag គឺគាត់ត្រូវប្រើនៅសញ្ញាទ្រង់ជ្រូកបាទអញ្ចឹងសម្រាប់នេះគឺជាប្រភេទការទប់ស្កាត់នៅ hashtag ហើយមួយវិញទៀតតទៅនឹង URL link គឺជា link website ដែលគាត់បានធ្វើការ copy link ចូលទៅក្នុងcomment នៅក្នុង channel YouTube របស់យើងផ្ទាល់តែម្ដងបាទអញ្ចឹងដើម្បីធ្វើការបិទនៅ link text វាជាជម្រើសល្អមួយសម្រាប់យើងនៅពេលដែលយើងធ្វើការចុចនៅពាក្យ grace នេះអញ្ចឹងនៅត្រង់ចំណុចកន្លែង how comment with hashtag and URL for review បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះគឺខ្ញុំសូមធ្វើការ tick ដើម្បីធ្វើការបិទបាទអញ្ចឹងបន្ទាប់មកទៀតនៅត្រង់ចំណុចកន្លែង block keyword បាទអញ្ចឹង block keyword នេះគឺខ្ញុំបានធ្វើការប្រើប្រាស់ពាក្យពេចន៍ជាច្រើនដើម្បីធ្វើការបិទនៅ block word បាទអញ្ចឹងគឺខ្ញុំដាក់នៅ check my channel check my profile click link click this link comment for comment និង crazy ហើយនឹងពាក្យពេចន៍ជាច្រើនដែលខ្ញុំបានធ្វើការកំណត់នៅក្នុង block word មានទាំងពាក្យខ្មែរដែលជាពាក្យមិនសមរម្យបាទអញ្ចឹងគឺខ្ញុំបានធ្វើការប្រើប្រាស់នៅ ChatGPT ដើម្បីជួយសម្រួលទៅលើពាក្យពេចន៍ដែលមិនសមរម្យដើម្បីធ្វើការប្រើប្រាស់ទៅលើការ block word នៅក្នុង channel YouTube របស់យើងបាទអញ្ចឹងគឺមានជាភាសាអង់គ្លេសហើយនិងជាភាសាខ្មែរបាទដូចដែលខ្ញុំបានធ្វើការបង្ហាញតាមរយៈវីដេអូមួយនេះអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះបងប្អូនអាចធ្វើការទស្សនាចំពោះវីដេអូរបស់ខ្ញុំមួយនេះបងប្អូនអាចនឹង
ដឹងអំពីរបៀបនៃការប្រើប្រាស់នៅពាក្យពេចន៍ដើម្បីធ្វើការ block នៅក្នុង channel YouTube របស់យើងដើម្បីការពារកុំឲ្យ viewer គាត់ដែលគាត់បានធ្វើការទស្សនានៃវីដេអូរបស់យើងដើម្បីកុំឲ្យមានការប្រើប្រាស់ពាក្យពេចន៍មិនល្អចូលទៅក្នុង channel YouTube របស់យើងជាទូទៅសម្រាប់អត្ថប្រយោជន៍នៃការ block word វាមានអត្ថប្រយោជន៍សម្រាប់ channel YouTube របស់យើងដើម្បីជៀសវាងការ spam នៅ channel YouTube របស់យើងបើសិនជាករណីគាត់ប្រើប្រាស់ពាក្យពេចន៍ឬក៏គាត់ដាក់ link អាភាសដែលគាត់បានធ្វើការ comment នៅក្នុងវីដេអូរបស់យើងវាអាចធ្វើឲ្យ channel របស់យើងspam អញ្ចឹងនៅពេលដែលមានបញ្ហា spam រាល់វីដេអូដែលយើងបានធ្វើការបង្ហោះចូលទៅក្នុង channel YouTube របស់យើងគឺមិនសូវជាមានការ reach ឬក៏ YouTube មិនបានរុញទៅដល់ viewer ដែលកំពុងតែធ្វើការប្រើប្រាស់ទៅលើបណ្ដាញសង្គម YouTube ផ្ទាល់តែម្ដងបាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំសូមលើកយកនៅ2ចំណុចតទៅនឹងចំណុចទី1គឺតទៅនឹង link tag ដែលយើងអាចធ្វើការបិទនៅតទៅនឹងការ send នៅ hashtag ឬក៏ប្រភេទនៅ website ដែលគាត់បានធ្វើការ copy ចូលទៅក្នុង comment នៃវីដេអូរបស់យើងហើយចំណុចទី2គឺខ្ញុំសូមលើកយកនៅរបៀបនៃការបិទនៅពាក្យពេចន៍មិនសមរម្យនៅក្នុង channel YouTube របស់យើងបាទអញ្ចឹងជាចុងបញ្ចប់នៃវីដេអូនេះខ្ញុំបាទក៏សូមអរគុណដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃក្នុងការទស្សនានៃវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនស្រឡាញ់និងចូលចិត្តរាល់ការចែករំលែករបស់ខ្ញុំកុំភ្លេចចុចនៅ subscribe នៅ channel YouTube របស់ខ្ញុំផងដែលមានឈ្មោះថា Kim Kosong ជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលាបាយបាយ